អ្វីទៅគឺជា prescription medication and non prescription medication សំដៅទៅលើថ្នាំដែលត្រូវការវេជ្ជបញ្ជានិងថ្នាំដែលមិនត្រូវការវេជ្ជបញ្ជាដែលប្រើប្រាស់នៅក្នុងវិស័យពេទ្យសាស្ត្រដូចជាការប្រើថ្នាំទៅលើសត្វឆ្កែឬសត្វឆ្មាបើយើងនិយាយអំពី prescription medication គឺសំដៅទៅលើ medication ណាដែលប៉ះពាល់ខ្លាំងមាន side effect ខ្លាំងដែលត្រូវការការប្រើប្រាស់យ៉ាងជាក់លាក់ព្រោះអីបើប្រើមិនត្រឹមត្រូវតាមកម្រិតតាមស្ថានភាពនៃជំងឺទេគឺមិនត្រឹមតែមិនមានប្រសិទ្ធភាពប៉ុន្តែបែរជាធ្វើឲ្យគ្រោះថ្នាក់ទៅវិញដោយឡែក non prescription medication គឺសំដៅទៅលើប្រភេទថ្នាំដែលមិនចាំបាច់មានវេជ្ជបញ្ជាដែលមិនចាំបាច់ដុកទ័រក៏អាចប្រើបានដែរជាប្រភេទថ្នាំដែលងាយៗដែលគេផលិតមកសម្រាប់តែម្ចាស់សត្វអាចប្រើបានចឹងឧទាហរណ៍ថា Nexgard គឺជា prescription medication វាត្បិតបិទតែជា anti parasite ពិតប្រាកដមែនប៉ុន្តែវាត្រូវការប្រើប្រាស់យ៉ាងជាក់លាក់ព្រោះអីក៏មាន side effect ច្រើនដែរបើសិនជាយើងដាក់មិនត្រូវតាមគីឡូដាក់មិនត្រូវតាមពេលវេលាដូចជា heartworm ជាដើម non prescription medication ដូចជា frontline spray ជាប្រភេទ spray នៅលើខ្លួនសត្វដែលសម្លាប់ពពួកចៃពពួកដង្កែមិនត្រូវការវេជ្ជបញ្ជាពីដុកទ័រទេម្ចាស់អាចយល់ហើយប្រើបានអញ្ចឹងទាំងពីរប្រភេទ Nexgard ហើយនិង frontline គឺជា anti parasite ដូចគ្នាប៉ុន្តែមួយជា prescription medication មួយ non prescription medication នេះគឺជាឧទាហរណ៍ដែលល្អបំផុតដែលម្ចាស់សត្វត្រូវយល់ដឹងថាថ្នាំមិនចេះតែឲ្យទេបើសិនជាយើងមិនយល់ពីវាច្បាស់ថ្នាំគឺត្រូវការដុកទ័រចេញវេជ្ជបញ្ជាដើម្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវទៅតាមបញ្ហាទៅតាមកម្រិតនៃជំងឺរបស់គាត់នីមួយៗ